តាមដានរឿងប្រទេសជាតិខ្លាំងពេកក៏មិនបានមកស្រោចដំណាំហើយអត់ឥឡូវមកដល់ក៏ស្វិតអត់ទឹកប្រហែលថ្ងៃទៅហើយហើយបលខ្វាយរឿងប្រទេសជាតិក៏បានដេកបានពួនស្រួលហើយក៏មកនេះក៏អត់មានសេវាបានឲ្យតាមដានហើយខ្ជិលមកឥឡូវមកដល់មើលនឹងស្ងួតដំណាំតំណោចយូរស្រោចម្ដងក៏មានអីរស់2 3 ថ្ងៃទៀតស្បៃផងដឹងមិនទេនោះតែមួយហ្នឹងបងប្អូនអើយមើលទៅសំបីតែអាត្រប់នេះគឺវាមិនចង់ផ្លែទឹកនេះតែវាត្រូវប្រជុំនេះយូរមិនស្រោចទឹកម្ដងបងប្អូនញាតឆ្លាតពេកស្រុកទេសយើងមានសង្គ្រាមក៏ពិបាកចិត្តជិលតំណមែនប៉ាឡាយសៀខមមិនឲ្យគេឃើញគ្រប់គ្នាទៅមេងយើងនេះតំណាំមកស្វិតគេជឿមើលដីស្ងួតរើ